ពាក្យបច្ចេកទេសមិនក៏សំខាន់ក្នុងការធ្វើលំហាត់ទាំងអស់គ្នាត្រូវយល់ថាចានៅគ្រប់លំហាត់ទាំងអស់មិនមែនគេដាក់ត្រង់រហូតទេហើយក៏មិនមែនដាក់គ្រាន់ថាដាក់មាន nucleotide A មាន nucleotide C ហើយដាក់ឲ្យយើងគណនាដែលអត់បែបហ្នឹងទេពេលខ្លះលំហាត់ហ្នឹងវាមានកលុកកលៈវាមានចង់ឲ្យយើងហ្នឹងចេះស្រង់បំរាប់ចេះយល់ថាឧបធានមានន័យថាបែបម៉េចហើយយើងទៅរកហ្នឹងដើរតាមផ្លូវណាចឹងពាក្យហ្នឹងគឺគេហៅថាពាក្យបច្ចេកទេសតែក្នុងវីដេអូមួយនេះអ្នកគ្រូលើកយកមកតែ4តែប៉ុណ្ណោះវីដេអូក្រោយៗផ្សេងទៀតអ្នកគ្រូនឹងបន្ថែមផ្សេងទៀតនឹងមានពាក្យថ្មីទៀតដែលបងប្អូនគួរតែចេះហើយអីគេដែលសំខាន់វីដេអូនេះគឺសម្រាប់បងប្អូនចំនួនក្រោយហ្នឹងគឺបងប្អូនបាក់ឌុបឆ្នាំ2026ផងដែរព្រោះជីវវិទ្យាគឺជាមុខវិជ្ជាមួយដែលយើងត្រូវប្រឡងដែលវាមានទាំងសំណួរហើយនិងលំហាត់ជាក់ស្ដែងកាលពីឆ្នាំ2025សំណួរច្រើនជាងលំហាត់ប៉ុន្តែក៏ចាំបាច់ឲ្យបងប្អូននឹងចេះលំហាត់ដែរព្រោះលំហាត់បាន15បន្ទុកដែរហើយយើងក៏អត់ដឹងប្រកាសថាឆ្នាំក្រោយអាចមានលំហាត់1ឬក៏2ឬក៏សំណួរកាត់បន្ថយជាងមុនដូច្នេះយើងមកមើលអ្នកគ្រូដាក់ថា A លើស C ទាំងអស់គ្នាប្រហែលជាគិតថាអូអ្នកគ្រូគ្រាន់តែពាក្យប៉ុណ្ណឹងខ្ញុំដឹងហើយ A លើស C គ្រាន់តែយក A ដក C មកបានហើយប៉ុន្តែពេលខ្លះពេលដែលបងប្អូនរៀនពេលដែលបងប្អូនប្រឡងខុសគ្នារៀនយើងអាចសួរគ្រូបាននៅក្នុងថ្នាក់តែពេលប្រឡងអត់មានណាគេអ្នកឆ្លើយចម្លើយហ្នឹងណាមានន័យថាយើងពឹងខ្លួនយើងដូច្នេះបងប្អូនត្រូវយល់បើសិនអ្នកគ្រូដាក់ថា A លើស C ហើយ A ហ្នឹងឈ្មោះវាជាអី adenine C cytosineចឹង A លើស C មានន័យថាយកអាដំបូងគេនេះយកអាញ៉ាត់ដែលដំបូងគេហ្នឹងឬក៏យកនិមិត្តសញ្ញាដំបូងគេហ្នឹងគឺដក C មិនក៏ដកអ្នកគ្រូដោយសារតែ A វាលើស C ចឹងហើយបានជាយើងយក A ដក C បន្ទាប់មកទៀតលេខ2ហ្នឹងឬក៏ចំណុចទី2ហ្នឹងគេដាក់ថា A តិចជាង C A តិចជាង C មានន័យថា A ហ្នឹងវាតិចជាង C មានន័យថាអ្នកគ្រូឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍យើងនៅផ្ទះយើងមានបងប្អូន2នាក់យើងហើយនឹងបងអូនចឹងបងអូនបានលុយតិចជាងយើងចឹងមានន័យថាម៉េចយើងយកលុយរបស់យើងដកលុយរបស់បងអូនទៅដឹងហើយថាបងអូនតិចជាងយើងប្រមាណអញ្ចឹង A តិចជាង C មានន័យថាយក C ដក A ពីព្រោះអីដោយសារតែ A នោះវាតិចជាង C បន្ទាប់មកទៀត C ច្រើនជាង A C នឹងច្រើនជាង A មានន័យថាយក C នឹងដក A C ច្រើនជាង A ចឹងពីរហ្នឹងតើដូចគ្នាអត់ A តិចជាង C ឬក៏ C ច្រើនជាង A យើងអានទៅមើលទៅពេលខ្លះវាច្រឡំទៀតប៉ុន្តែបងអូនព្យាយាមអានម្ដងហើយម្ដងទៀតបានបងអូនអាចទៅសេបានចឹងទាំងអស់នេះវាក៏ជាកន្លឹះមួយឲ្យបងអូននឹងយល់ថាអូនៅពេលដែលចេញពាក្យទាំងអស់ហ្នឹងមកយើងគួរតែយកអាញាត់ណាដកអាញាត់ណាអ្នកគ្រូនិយាយចំណុចទី2ហ្នឹងម្ដងទៀត A តិចជាង C A តិចជាង C មានន័យថា C នឹងច្រើនជាងហើយចឹងចំណុចលេខ3 C ច្រើនជាង A ចឹងពីរហ្នឹងមិនក៏ឃើញថាដូចគ្នាពីព្រោះពីរហ្នឹងអត្ថន័យដូចគ្នាគ្រាន់តែពាក្យសរសេរខុសគ្នាតែប៉ុណ្ណោះពេលចំណុចលេខ4 C ច្រើនជាងកន្លែងនេះលេខ4អ្នកគ្រូដាក់ថា C ច្រើនជាង A ចំនួន2ដងចឹង C ច្រើនជាង A 2ដងទាល់តែ A ហ្នឹងគុណគ្នា2ដងបានស្មើនឹង C 1ត្រឡប់មកវិញចំណុចទាំង4នេះគឺនិយាយអំពីបច្ចេកទេសក្នុងការដោះស្រាយលំហាត់ឬក៏និមិត្តសញ្ញានៅក្នុងនឹងផងដែរដែលចាំបាច់ឲ្យបងប្អូននឹងដឹងងាយស្រួលក្នុងការស្រង់បំរាប់ប្រធានឬក៏សមត្ថកម្មហើយងាយស្រួលក្នុងការដាក់រូបមន្តដើម្បីធ្វើលំហាត់ផងដែរសូមអរគុណ